ពេលដែលប៉ុលពតគាត់បានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងហ្នឹងក្នុងឆ្នាំ1949ហ្នឹងវាជាសម័យកាលបារាំងហើយពេលហ្នឹងខ្មែរយើងកំពុងតែធ្វើចលនាទាមទារឯករាជ្យផងដែរហើយក៏វាស្របជាមួយនឹងឆ្នាំដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាមដែរក្នុងឆ្នាំ1949ហ្នឹងប៉ុន្តែទឹកដីខ្មែរយើងគឺមិនទាន់បានឯករាជ្យពីបារាំងនៅឡើយទេប៉ុន្តែវៀតណាមគឺគេបានឯករាជ្យពីបារាំងហើយដូច្នេះវៀតណាមគេបង្កើតបាននៅអង្គការ Indo China ឡើយគេហៅថាផ្ទះមួយដំបូល3ឬមួយក៏ហៅថាផ្ទះ3បន្ទប់អញ្ចឹងហើយពេលហ្នឹងប៉ុលពតគាត់ទទួលបានអាហារូបករណ៍អញ្ចឹងហើយប៉ុលពតហ្នឹងក៏យកចិត្តទុកដាក់រៀនទៅលើវិទ្យាសាស្ត្រនយោបាយហ្នឹងព្រោះវិទ្យាសាស្ត្រនយោបាយហ្នឹងវាមានសារៈសំខាន់ខ្លាំងណាស់វាអាចសម្រេចជោគវាសនាមនុស្សទូទាំងប្រទេសបាននៅក្នុងសម័យកាលហ្នឹងយើងស្ថិតនៅក្រោមអាណានិគមរបស់បារាំងអញ្ចឹងហើយប៉ុលពតរៀនអំពីនយោបាយហ្នឹងគឺដើម្បីរំដោះប្រទេសចេញអំពីការគ្រប់គ្រងរបស់បារាំងដែរប៉ុន្តែគាត់រៀនជាមួយនឹងប្រព័ន្ធកុម្មុយនីសនយោបាយកុម្មុយនីសក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាហេតុអ្វីបានប៉ុលពតគាត់សុកចិត្តបោះបង់វិជ្ជាជំនាញរបស់គាត់ចោលរួចហើយចាប់យកមុខវិទ្យាសាស្ត្រនយោបាយព្រោះវិទ្យាសាស្ត្រនយោបាយនេះវាអាចសម្រេចជោគវាសនាឲ្យមនុស្សបានវាធ្វើឲ្យមនុស្សរស់នៅបានសុខសេនសានសប្បាយសប្បាយរុងរឿងប៉ុន្តែបើនយោបាយនឹងវាដាក់ខុសគឺនឹងធ្វើឲ្យមនុស្សស្លាប់ទូទាំងនគរដូចជាប៉ុលពតអញ្ចឹងគាត់ចាប់យកវិទ្យាសាស្ត្រនយោបាយប៉ុន្តែគាត់ចាប់យកវិទ្យាសាស្ត្រនយោបាយបែបកុម្មុយនីសហើយលទ្ធផលចុងក្រោយពេលដែលគាត់អាចក្តោបក្តាប់ប្រទេសបានគឺធ្វើឲ្យមនុស្សរាប់លានអ្នកត្រូវបានស្លាប់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាទោះបីជាបងប្អូនស្រឡាញ់នយោបាយឬមិនស្រឡាញ់នយោបាយក៏បងប្អូនត្រូវតែតាមដាននយោបាយដែរព្រោះនយោបាយដើរខុសវាងាប់ដល់យើងទាំងអស់គ្នាវាមិនមែនងាប់តែអ្នកនយោបាយទេពេលដែលប៉ុលពតធ្វើនយោបាយខុសវាងាប់រាប់លានអ្នកត្រង់នឹងហើយបានជាខ្ញុំនិយាយថាយើងត្រូវតែឈឺឆ្អាលជាមួយនឹងនយោបាយហើយច្បាប់ធម្មនុញ្ញក៏បានបញ្ជាក់ដែរថាពលរដ្ឋជាម្ចាស់ប្រទេសពលរដ្ឋជាម្ចាស់អំណាចហើយអ្វីដែលគ្រប់គ្រងអំណាចគឺនយោបាយនឹងហើយនយោបាយវាគ្រប់គ្រងអំណាចគណៈបកណាដែលឈ្នះឆ្នោតគណៈបកណាដែលមានសម្លេងគាំទ្រច្រើនជាងគេនឹងគ្រប់គ្រងនយោបាយនៅពេលដែលមានសមាជិកសភាច្រើនជាងគេអាចកែប្រែច្បាប់បាននៅពេលដែលកែប្រែច្បាប់តើចង់ឲ្យច្បាប់នឹងវាសម្លាប់មនុស្សឬមួយក៏ឲ្យច្បាប់នឹងវាបំរើមនុស្សអញ្ចឹងច្បាប់វាជាកម្មសិទ្ធិរបស់អ្នកដែលឈ្នះទៅលើនយោបាយដូច្នេះច្បាប់នឹងវាគ្រប់គ្រងមកលើយើងអញ្ចឹងសំណួរសួរថាតើវាពាក់ព័ន្ធជាមួយយើងអត់បើសិនជាច្បាប់នឹងចែងមករំលោភសិទ្ធិយើងបើសិនជាច្បាប់នឹងចែងមករំលោភបំពានទៅលើទ្រព្យសម្បត្តិរបស់យើងវាមិនពាក់ព័ន្ធដល់យើងហើយសួរថានរណាជាអ្នកគ្រប់គ្រងច្បាប់គឺអ្នកនយោបាយហ្នឹងហើយអ្នកដែលឈ្នះឆ្នោតហ្នឹងហើយហើយចុះក្នុងនាមយើងជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំនេះអញ្ចឹងគឺយើងត្រូវជ្រើសរើសមេដឹកនាំរបស់យើងដើម្បីសម្រេចជោគវាសនាឲ្យយើងបោះឆ្នោតឲ្យអ្នកនយោបាយដើម្បីឲ្យអ្នកនយោបាយនឹងរៀបចំច្បាប់ឲ្យច្បាប់នឹងវាបម្រើប្រយោជន៍យើងមិនមែនឲ្យអ្នកនយោបាយនឹងបង្កើតច្បាប់ដើម្បីចងកយើងណាដើម្បីមករឹបអូសទ្រព្យសម្បត្តិយើងណាដើម្បីមកបិទមាត់យើងណាត្រង់ចំណុចនឹងហើយមិនថានៅក្នុងបរិបទសម័យកាលណាទេគឺអ្នកនយោបាយនៅតែជាអ្នកសម្រេចជោគវាសនាឲ្យមនុស្សទូទាំងនគរគ្រាន់តែថាសម័យកាលនីមួយបរិបទនយោបាយវាផ្សេងអំពីគ្នាប៉ុន្តែមកដល់សម័យកាលបច្ចុប្បន្នគឺយើងកាន់យកនៅរបបប្រជាធិបតេយ្យពលរដ្ឋជាម្ចាស់ប្រទេសពលរដ្ឋជាម្ចាស់អំណាចដូច្នេះហើយបើបុគ្គលណាមួយហាមមិនឲ្យយើងនិយាយអំពីនយោបាយហាមមិនឲ្យយើងធ្វើនយោបាយហាមមិនឲ្យយើងគ្រប់គ្រងនយោបាយដកសិទ្ធិធ្វើនយោបាយរបស់យើងដកសិទ្ធិចូលរួមធ្វើនយោបាយរបស់យើងបុគ្គលនោះកំពុងតែរំលោភភាពជាពលរដ្ឋយើងហើយនៅក្នុងច្បាប់ធម្មនុញ្ញច្បាប់ប្រជាធិបតេយ្យគឺត្រូវតែគោរពសិទ្ធិពលរដ្ឋគ្មានច្បាប់ពីណាមកដកសិទ្ធិពលរដ្ឋមិនឲ្យធ្វើនយោបាយទេមានច្បាប់ពីណាមកដកសិទ្ធិពលរដ្ឋមិនឲ្យបោះឆ្នោតទេបើច្បាប់ប្រភេទហ្នឹងគឺរំលោភសិទ្ធិពលរដ្ឋហើយដូច្នេះអ្នកចែងច្បាប់គួរតែពិនិត្យឡើងវិញអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរិនសុខានៅវីដេអូក្រោយបន្តទៀតគាំទ្រខ្ញុំបាទដោយជាវសិភៅអរិយប្រទេស